បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រភេទម៉ូតូ Suzuki Big Boy ឆ្នាំ2010ដែលមានបច្ចេកវិទ្យាប្រើប៊ិចហើយម៉ូតូនេះសបកកង់មុខហើយនិងកង់ក្រោយគឺមានទំហំធំដូច្នេះបើសិនជាបងប្អូនចង់ជិះទៅខេត្តជិះទៅលើដីជ្រាយឬក៏ផ្លូវទៅស្រុកយើងឲ្យតែដល់ខេត្តភ្លៀងផ្លូវមិនបាច់មើលទេគឺដឹងតែបែកម៉ាំហើយអញ្ចឹងតោះសូមចូលមកមើលវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទបាទអរគុណបងប្អូនទាំងអស់គ្នាម៉ូតូថ្ងៃនេះគឺ Honda Suzuki Big Boy ជាប់តែមាត់រហូតបងប្អូន Honda ហើយថែម Suzuki ទៀតម៉ូតូនេះគឺ Suzuki Big Boy កម្លាំង250ហើយផលិតនៅក្នុងឆ្នាំ2010អញ្ចឹងថ្ងៃនេះខ្ញុំធ្វើការផ្សាយប្រភេទម៉ូតូ Suzuki Big Boy ដោយម៉ូតូ Big Boy នេះគឺបងប្អូនដឹងហើយថាមានសបកកង់ជាប្រភេទកង់ក្រោះហើយសបកកង់នោះគឺមានបន្ទាលធំណាស់ដោយកង់របស់វាទាំងពីរខាងនឹងសឹងតែប៉ិនកផ្លូវខ្ញុំទៅហើយដូច្នេះបើសិនជាម៉ូតូនេះសម្បកកង់ក៏ធំហើយជាប្រភេទកាឡាក្រោះតាមទៀតក្រឡាកង់ម៉ូតូនេះគឺវាម្ដុំវាដូចជាមួយនឹងស្បែកជើងកង់ឡានអញ្ចឹងដូច្នេះម៉ូតូនេះគឺយើងអាចយកជិះទៅលើផ្លូវទុនជ្រាយបានជិះនៅលើវាលខ្សាច់ឬក៏វាលស្មៅបានផងដែរហើយបងប្អូនដឹងទេជីវិតជាអ្នកជិះម៉ូតូវាមិនដែលយើងជិះម៉ូតូលើតែផ្លូវថ្នល់រលោងវាត្រូវតែមានហេតុការណ៍ណាមួយឲ្យបងប្អូននឹងជិះចុះទៅក្នុងដីគឺជិះចូលទៅក្នុងដីភូមិដីដែលមានសភាពទន់ជ្រាយអញ្ចឹងបើសិនជាបងប្អូនទិញប្រភេទម៉ូតូ scooter ដូចជាប្រភេទ PCX គឺมันអាចចុះពីលើថ្នល់ជាតិបានទេអញ្ចឹងបើសិនជាបងប្អូនចង់ទិញម៉ូតូមួយគ្រឿងហើយអាចតម្រូវតាមគ្រប់ស្ថានភាពបានម៉ូតូ Suzuki Big Boy ដែលមានកម្លាំង250cc នេះគឺវាត្រូវណាស់សម្រាប់បងប្អូនហើយបងប្អូនយើងខ្លះគាត់និយាយថាខ្ញុំក៏ចង់ទិញម៉ូតូប្រភេទធំជិះដែរតែគ្រាន់តែខ្ញុំមិនចេះចាប់អំព្រីយ៉ាឬក៏ជិះប្រភេទម៉ូតូអំព្រីយ៉ាបាទបងប្អូនបើសិនជាបងប្អូនមិនចេះជិះទេហេតុអ្វីក៏មិនរៀនជិះទៅមិនចេះត្រូវតែរៀនខ្ញុំខ្លាចតែពេលណាដែលបងប្អូនចេះជិះប្រភេទម៉ូតូអំព្រីយ៉ាហើយពេលឃើញម៉ូតូប្រភេទអូតូឬក៏ប្រភេទចង្កឹះលេខពេលបងប្អូនឡើងជិះខ្លាចតែខ្យល់ចាប់វិញទេក៏ព្រោះថាអ្នកដែលធ្លាប់លំបាកជិះម៉ូតូអំព្រីយ៉ាជិះឡានលេខដៃពេលបដូរពួកគាត់ទៅជិះអាស្រួលវិញគឺពួកគាត់មិនចង់ជិះទេក៏ព្រោះថាម៉ូតូប្រភេទអំព្រីយ៉ាគឺពួកបងអាច control ឬក៏គ្រប់គ្រងលេខបញ្ចូលបានខ្លួនឯងតែម្ដងមិនមែនដូចប្រភេទម៉ូតូអូតូនោះទេដាក់លេខប្រមាណក៏បងប្អូនមិនដឹងដែរក៏ព្រោះតែវារត់តាមខ្សែពានហើយម្យ៉ាងវិញទៀតក្នុងនាមជាប្រុសក្នុងមួយជាតិនេះត្រូវតែស្គាល់ប្រភេទម៉ូតូអំព្រីយ៉ាឬក៏ធ្វើយ៉ាងម៉េចឲ្យចេះជិះម៉ូតូអំព្រីយ៉ាតលតែបានបើសិនជាមិនចេះប្រហោះម៉ូតូអំព្រីយ៉ាទេយ៉ាងហោចណាស់ក៏ចេះជិះធម្មតាដូចគេដូចឯងដែរបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនត្រូវការប្រភេទម៉ូតូដែលល្អពិតគុណភាពមកពីជប៉ុនពិតប្រាកដមិនមានកែច្នៃនៅស្រុកខ្មែរអញ្ចឹងបងប្អូនអាចមកមើលឃ្លាំងលក់ម៉ូតូ CK8 យើងខ្ញុំបានឬក៏បងប្អូនបើសិនជាចង់ឃើញរូបស្លឹកអាចចូលទៅក្នុង website អញ្ចឹងសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយៗទៀត